រឿងខ្មោចស្រីនៅវត្តអារាមនៅក្នុងឃុំតូចមួយដែលស្ថិតនៅជើងភ្នំគូលែនមានវត្តមួយឈ្មោះវត្តព្រះធម្មជាតិវត្តនេះចាស់ទ្រុឌទ្រោមជញ្ជាំងថ្មព្រះស្រាំហើយនឹងមានដើមឈើធំៗដុះពេញជុំវិញដែលធ្វើឲ្យវាមើលទៅដូចជាកន្លែងលាក់ខ្លួនរបស់អ្វីមួយដែលមិនធម្មតាប្រជាជននៅភូមិនោះតែងតែនិយាយពីរឿងខ្មោចស្រីម្នាក់ដែលគេហៅថាម៉ែធំដែលតែងតែលេចមុខនៅពេលយប់ជ្រៅគេនិយាយថានាងជាស្រីស្អាតដែលត្រូវបានសម្លាប់ដោយសង្សាររបស់នាងកាលពីសម័យខ្មែរក្រហមហើយវិញ្ញាណរបស់នាងមិនទាន់បានសម្រាកសុខសាន្តទេរឿងនេះចាប់ផ្ដើមពីយុវជនម្នាក់ឈ្មោះសុខាជាគ្រូបង្គោលនៅភូមិនោះគាត់មកពីទីក្រុងភ្នំពេញហើយមិនជឿរឿងខ្មោចខ្មែរទេគាត់គិតថារឿងទាំងនោះគ្រាន់តែជារឿងនិទានដើម្បីបំភ័យក្មេងៗប៉ុណ្ណោះនៅថ្ងៃមួយសុខាត្រូវបានគេស្នើឲ្យទៅស្នាក់នៅវត្តព្រះធម្មជាតិដើម្បីជួយរៀបចំពិធីបុណ្យកឋិនគាត់ទទួលយកដោយរីករាយព្រោះគាត់ចង់ស្រាវជ្រាវប្រវត្តិសាស្ត្ររបស់វត្តនោះដើម្បីការសិក្សារបស់គាត់ពេលល្ងាចចុះសុខាដើរមកដល់វត្តព្រះសង្ឃនៅវត្តនោះមានតែពីរអង្គប៉ុណ្ណោះគឺលោកតាចៅអធិការនិងសាមណេរម្នាក់លោកតាចៅអធិការបានព្រមានសុខាថាកុំដើរចេញពីកុដិនៅពេលយប់ជ្រៅណាមានអ្វីមួយដែលមិនល្អនៅទីនេះសុខាសើចហើយគិតថាវាជាការលេងសើចគាត់ចូលទៅក្នុងកុដិតូចមួយដែលគេរៀបចំឲ្យហើយចាប់ផ្ដើមអានសៀវភៅប្រវត្តិសាស្ត្រយប់នោះខ្យល់បក់ខ្លាំងដើមឈើរំពើមកញ្ជ្រោលនិងមានសំឡេងសើចស្រែកពីចម្ងាយសុខាគេងមិនលក់គាត់ក្រោកឡើងដើរចេញពីកុដិដើម្បីស្រូបខ្យល់ស្រស់នៅពេលដើរទៅក្បែររូបព្រះពុទ្ធបដិមាគាត់បានឃើញស្រមោលស្រីម្នាក់ឈរនៅក្រោមដើមឈើធំនាងស្លៀកសំពត់ខ្មាសក់វែងខ្មៅស្រអែមនិងមុខស្លេកស្លាំងដូចមនុស្សស្លាប់សុខាគិតថាវាជាប្រជាជនភូមិដែលមកលួចមើលគាត់ហៅថាអ្នកណាទៅមកទីនេះធ្វើអ្វីស្រមោលនោះងាកមុខមកហើយសើចខ្សឹបខ្សឹបសំឡេងនោះដូចជាមកពីភ្នោត្រជាក់ខ្នងសុខាមានអារម្មណ៍ចម្លែកគាត់ដើរទៅជិតប៉ុន្តែនាងបាត់ទៅហើយគាត់គិតថាវាជាការស្រមៃហើយត្រឡប់ទៅគេងវិញប៉ុន្តែនៅពាក់កណ្ដាលយប់គាត់ភ្ញាក់ពីដំណេកដោយសំឡេងយំសោកសំឡេងនោះកាន់តែខ្លាំងរហូតដល់គាត់ត្រូវក្រោកឡើងស្រែកថាឈប់ទៅនេះជាអ្វីពេលបើកទ្វារកុដិគាត់ឃើញនាងវិញឈរនៅមុខទ្វារភ្នែកក្រហមឆ្អិនឆ្អៅនិងដៃលូកមកចាប់គាត់ជួយខ្ញុំនាងខ្សឹបសំឡេងដូចខ្យល់បក់ឆ្លងកាត់ភ្នោសុខាភ័យខ្លាចគាត់រត់ចេញពីកុដិឆ្លងកាត់វត្តទៅកាន់ផ្លូវភូមិប៉ុន្តែនាងដេញតាមសើចខ្លាំងរហូតដល់គាត់ដួលនៅក្រោមដើមឈើនៅពេលនោះសុខាចងចាំរឿងដែលលោកតាចៅអធិការបានប្រាប់ខ្មោចស្រីនោះឈ្មោះធម្មាជាស្រីស្អាតនៅភូមិនេះកាលពី40ឆ្នាំមុននាងស្រឡាញ់បុរសម្នាក់ឈ្មោះសុវណ្ណប៉ុន្តែសុវណ្ណត្រូវបានខ្មែរក្រហមចាប់ទៅធ្វើទារុណកម្មហើយគេបង្ខំឲ្យគាត់សម្លាប់ធម្មាដើម្បីបង្ហាញភក្តីភាពធម្មាត្រូវបានកប់នៅក្រោមដើមឈើធំនៅវត្តនេះហើយវិញ្ញាណរបស់នាងស្វែងរកការសងសឹកឬការរំដោះគេនិយាយថាបើអ្នកណាឃើញនាងត្រូវតែធ្វើពិធីបុណ្យឲ្យនាងបើមិនដូច្នោះទេនាងនឹងដេញតាមរហូតដល់ស្លាប់សុខាក្រោកឡើងរត់ទៅរកលោកតាចៅអធិការគាត់ស្រែកឲ្យជួយលោកតាចេញមកហើយប្រាប់ថាត្រូវតែធ្វើពិធីធម៌ឲ្យនាងចង់បានការអភ័យទោសពីអ្នកដែលបានធ្វើបាបនាងគេបានរៀបចំពិធីនៅពេលព្រឹកព្រលឹមដោយនិមន្តព្រះសង្ឃមកសូត្រធម៌និងដុតធូបឲ្យវិញ្ញាណធម្មានៅពេលសូត្រមានខ្យល់បក់ខ្លាំងហើយសំឡេងយំបានបាត់ទៅប៉ុន្តែសុខាមានអារម្មណ៍ថានាងនៅតែនៅទីនោះរងចាំអ្វីមួយទៀតថ្ងៃបន្ទាប់សុខាស្រាវជ្រាវបន្ថែមគាត់រកឃើញកំណាត់ចាស់មួយនៅក្នុងវត្តដែលនិយាយថាសុវណ្ណមិនបានស្លាប់ទេគាត់បានរត់គេចខ្លួនទៅទីក្រុងហើយផ្លាស់ប្ដូរឈ្មោះសុខាភ្ញាក់ផ្អើលព្រោះឈ្មោះថ្មីរបស់សុវណ្ណគឺជាសុខដែលជាឪពុករបស់សុខាបន្តឪពុករបស់សុខាបានលាក់បាំងរឿងនេះពេញមួយជីវិតដោយសារភ័យខ្លាចការសងសឹកសុខាត្រឡប់ទៅទីក្រុងហើយប្រាប់ឪពុកគាត់ពីរឿងទាំងអស់ឪពុកគាត់យំសោកហើយព្រមទទួលស្គាល់កំហុសពួកគេត្រឡប់ទៅវត្តវិញដើម្បីធ្វើពិធីអភ័យទោសនៅពេលនោះធម្មាលេចមុខជាលើកចុងក្រោយនាងញញឹមហើយបាត់ទៅជាមួយខ្យល់វត្តព្រះធម្មជាតិត្រឡប់ទៅជាស្ងប់ស្ងាត់វិញប៉ុន្តែប្រជាជននៅតែព្រមានគ្នាថាបើអ្នកមានកំហុសខ្មោចនឹងមករករឿងនេះបង្រៀនយើងថាអតីតកាលមិនដាច់បាត់ទេវានៅតែតាមដានយើងរហូតដល់យើងទទួលស្គាល់វាបើអ្នកអានរឿងនេះនៅពេលយប់សូមកុំសើចព្រោះប្រហែលជាធម្មាកំពុងស្ដាប់